1. កូនសម្លាញ់កូនត្រូវរឹងមាំនិងហ៊ានប្រឈមគ្រប់ហេតុការណ៍បើកូនទន់ខ្សោយកូននឹងបាត់តម្លៃប្រទេសជាតិក៏បាត់បង់តម្លៃ 2. កូនសម្លាញ់កូនត្រូវចូលរួមកសាងជាតិការពារជាតិប្រទេសនេះគឺសម្រាប់កូនទាំងអស់គ្នា 3. កូនសម្លាញ់នៅបន្ទប់កូនត្រូវមានសៀវភៅឲ្យច្រើនជាងខោអាវនិងសម្ភារៈតែងខ្លួន 4. កូនសម្លាញ់កូនត្រូវស្ដាប់និងគិតឲ្យបានច្រើនជាងកូននិយាយ 5. កូនសម្លាញ់ប្រទេសយើងមិនអាចចាញ់សង្គ្រាមសូម្បីតែម្ដងបើយើងចាញ់យើងនឹងបាត់បង់ពីផែនទីពិភពលោកហេតុនេះការការពារជាតិមិនមែនជារឿងល្ងងទេតែជាការការពារផ្ទះរបស់យើងនិងកូនចៅយើង